ដើររៀនអញ្ចឹងខ្ញុំតែងតែឆ្ងល់ថាហេតុអីបានគេនិយាយថាវិបត្តិនៅក្នុងវិបត្តិតែមានឱកាសចាតែមានឱកាសអញ្ចឹងពេលដែលខ្ញុំឆ្ងល់ខ្លាំងមែនទែនថាធ្វើម៉េចយើងរកឱកាសនៅក្នុងវិបត្តិហ្នឹងឃើញទៅចាហើយខ្ញុំចេះឆ្ងល់អញ្ចឹងតែដល់ពេលខ្ញុំមកជួបពេលខ្ញុំមកជួបទៅបាទខ្ញុំដឹងថាអូតាមពិតអញ្ចឹងតាឱកាសនៃការរកឃើញខ្លួនឯងចាស្គាល់ខ្លួនឯងវាជាកំណត់មួយដែលអស្ចារ្យបំផុតហើយការប្រើច្បាប់សូទាយនេះបងប្អូនខ្ញុំតែរៀននៅ CEO Master Club ខ្ញុំជាសមាជិកពេញមួយជីវិតរបស់គាត់ដែរចាខ្ញុំរៀនបានតែ11វគ្គឯងមក1550លេខរៀនរបស់ខ្ញុំអញ្ចឹងខ្ញុំបានទៅសិក្សានៅនោះជាមួយលោកគ្រូអមស៊ីមបារ៉ាក៏លោកគ្រូធ្លាប់បង្ហើបពីបញ្ហាច្បាប់សូទាយហ្នឹងដែរចាហើយតែគាត់អត់អាចបរៀនយើងបានដូចម៉ៃរួយឬក៏បងប្អូនផ្សេងទៀតដែលគាត់សិក្សាពីច្បាប់ហ្នឹងហ្មងយកចែកម្លែកយើងនៅតាម YouTube អីបងប្អូនចាអញ្ចឹងគាត់គាត់តែនិយាយបង្ហើបថាយើងរស់នៅគឺប្រើច្បាប់សូទាយហើយការគិតនិយាយគឺស្មើនឹងការគិតរបស់យើងការគិតគឺជាការពិតចាច្បាប់នៃកម្មផលអីអញ្ចឹងណាក៏បរៀនយើងច្រើនខ្លាំងមែនតើបរៀនខ្ញុំទទួលបានគាត់ក៏បានប្រាប់ថាឲ្យយើងចេះស្រឡាញ់ខ្លួនឯងស្រឡាញ់អ្នកលើស្រឡាញ់អ្នកក្រោមស្រឡាញ់អ្នកជុំវិញខ្លួនហ្នឹងជាការគាត់រៀនកម្មវិធីភាពពីអ្នកដឹកនាំណាចាអញ្ចឹងគឺខ្ញុំទទួលបានអ្វីៗទាំងអស់នោះពីគាត់មកខ្លះដែរហើយខ្ញុំក៏ជឿជាក់នៅលើច្បាប់សូទាយហ្នឹងដែរតែខ្ញុំអត់បានអនុវត្តទេបងប្អូនតែពេលវេលាមួយដែលខ្ញុំចាប់ផ្ដើមដាក់ចិត្តដាក់កាយអនុវត្តខ្ញុំទទួលបានអ្វីដែលល្អពីច្បាប់ហ្នឹងខ្លាំងមែនតើទី1សេចក្តីសុខផ្លូវចិត្តចាទី2យើងកាន់តែអនុវត្តកាន់តែដឹងគុណយើងមានកាន់តែអារម្មណ៍រីករាយដូចយើងទទួលបានវាហើយអញ្ចឹងយើងនឹងមានអារម្មណ៍ថាយើងទទួលបានរបស់ដែលយើងប្រាថ្នានឹងអ្វីនឹងគោលដៅដែលយើងនេះនឹងយើងមានអារម្មណ៍រីករាយមើលឃើញគោលដៅរបស់យើងហ្មងសេចក្តីប្រាថ្នារបស់យើងភាពជោគជ័យរបស់យើងទៅថ្ងៃមុខតែម្ដងចាធ្វើយើងមានភាពក្លាហានផ្លូវចិត្តយើងរឹងមាំឡើងខ្លាំងអញ្ចឹងមកចង់ឲ្យបងប្អូនទាំងអស់គ្នាឲ្យបងប្អូនទាំងអស់គ្នាខ្លាយជាមនុស្សដ៏អស្ចារ្យចាខ្លាយជាប្រទេសយើងខ្លាយជាប្រទេសមួយដែលពោរពេញទៅដោយក្តីសុខក្តីស្រឡាញ់ចែកម្លែកពោរពេញទៅដោយស្នាមញញឹមគ្រប់គ្នាតែម្ដង